វប្បធម៌សន្ទនារវាងសង្គមស៊ីវិលនិងរដ្ឋាភិបាលលើអភិបាលកិច្ចដីធ្លីព្រៃឈើនិងធនធានធម្មជាតិភ្នំពេញវប្បធម៌សន្ទនានិងកិច្ចសហការរវាងរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលលើបញ្ហាអភិបាលកិច្ចដីធ្លីព្រៃឈើជលផលនិងធនធានធម្មជាតិត្រូវបានបន្តពង្រឹងតាមរយៈសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពីគោលនយោបាយសន្តិសុខសិទ្ធិកាន់កាប់ដីធ្លីជលផលព្រៃឈើនិងបរិស្ថាននៅកម្ពុជាដែលរៀបចំឡើងនៅថ្ងៃទី27ខែឧសភាឆ្នាំ2026នៅទីស្តីការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់យោងតាមការចេញផ្សាយលើទំព័រ Facebook ផ្លូវការរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់សិក្ខាសាលានេះមានការចូលរួមពីអង្គការសង្គមស៊ីវិលអង្គការ Action Aid Cambodia តំណាងជនជាតិដើមភាគតិចនិងសហគមន៍មូលដ្ឋានដើម្បីពិគ្រោះយោបល់និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមពាក់ព័ន្ធដីធ្លីព្រៃឈើជលផលនិងបរិស្ថានក្នុងស្មារតីកសាងកម្ពុជាឲ្យក្លាយជាប្រទេសមានសុខសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពលោកសុកសុខុមនាយកប្រតិបត្តិអង្គការស្រឡាញ់ធនធានធម្មជាតិកម្ពុជា CNRO ដែលបានចូលរួមក្នុងសិក្ខាសាលានេះបានថ្លែងថាកិច្ចសហការរវាងក្រសួងរៀបចំដែនដីនិងអង្គការសង្គមស៊ីវិលមានលក្ខណៈជិតស្និទ្ធនិងវិជ្ជមានយ៉ាងខ្លាំងលោកបានបញ្ជាក់ថាសិក្ខាសាលានេះមានការចូលរួមពីវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាអង្គការ Action Aid អន្តរជាតិកម្ពុជានិងអង្គការដៃគូជាច្រើនមកពីតំបន់ទន្លេសាបតំបន់ទន្លេមេគង្គតំបន់ឆ្នេរនិងខេត្តគោលដៅនានារួមមានក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីសៀមរាបពោធិ៍សាត់បាត់ដំបងនិងបណ្ដាខេត្តជាប់តំបន់ឆ្នេរលោកបានបន្តថាអង្គការនិងសហគមន៍ដែលចូលរួមសុទ្ធតែជាតំណាងសហគមន៍នេសាទសហគមន៍ព្រៃឈើសហគមន៍ការពារធនធានធម្មជាតិនិងសហគមន៍ជនជាតិដើមភាគតិចដែលកំពុងប្រឈមបញ្ហាដីធ្លីនិងធនធានធម្មជាតិបើតាមលោកសុកសុខុមថ្លែងបន្តថាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានសម្ដែងការពេញចិត្តចំពោះកិច្ចសហការល្អរវាងរដ្ឋាភិបាលនិងសង្គមស៊ីវិលហើយបានលើកឡើងថាភាគីពាក់ព័ន្ធនឹងបន្តជួបពិភាក្សាគ្នារៀងរាល់6ខែម្ដងលោកបានឲ្យដឹងទៀតថាបញ្ហាដែលលើកឡើងដោយសហគមន៍នេសាទសហគមន៍ព្រៃឈើនិងសហគមន៍ការពារធនធានធម្មជាតិត្រូវបានរដ្ឋលេខាធិការក្រសួងដែលតំណាងឲ្យឧបនាយករដ្ឋមន្ត្រីសាយសំអាលឯកភាពឲ្យសហគមន៍ទាំងអស់ដាក់ពាក្យស្នើសុំមកក្រសួងដែនដីដើម្បីជួយអន្តរាគមន៍ដោះស្រាយនិងចុះបញ្ជីសិទ្ធិជូនពួកគាត់ជាមួយគ្នានេះក្រសួងរៀបចំដែនដីក៏កំពុងសហការជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្នុងការចុះបញ្ជីនិងធ្វើបានកម្មសិទ្ធិដីសាធារណៈរបស់រដ្ឋនៅក្នុងដែនសហគមន៍នេសាទសហគមន៍ព្រៃឈើសហគមន៍ការពារធនធានធម្មជាតិនិងសហគមន៍ជនជាតិដើមភាគតិចលោកសុកសុខុមបានបញ្ជាក់ថាក្រសួងដែនដីបានសន្យាថានឹងឆ្លើយតបចំពោះសំណើរបស់សហគមន៍ក្នុងរយៈពេល1សប្តាហ៍បន្ទាប់ពីទទួលពាក្យស្នើសុំលោកបានចាត់ទុកសិក្ខាសាលានេះថាជាជំហានវិជ្ជមានដ៏កម្រមួយក្នុងការកសាងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងសង្គមស៊ីវិលដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋទន្ទឹមនឹងនេះតំណាងប្រជាពលរដ្ឋរងគ្រោះដោយសារវិវាទដីធ្លីនៅស្រុករវៀងខេត្តព្រះវិហារក៏បានអំពាវនាវឲ្យក្រសួងពាក់ព័ន្ធនិងអង្គការសង្គមស៊ីវិលបង្កើនកិច្ចសហការដើម្បីពន្លឿនដំណោះស្រាយដីធ្លីជូនប្រជាពលរដ្ឋអ្នកស្រីដែងលឹកតំណាងប្រជាពលរដ្ឋរងគ្រោះបានរៀបរាប់ថាគ្រួសាររបស់អ្នកស្រីនិងប្រជាពលរដ្ឋជាច្រើនផ្សេងទៀតកំពុងប្រឈមបញ្ហាជីវភាពធ្ងន់ធ្ងរដោយសារខ្វះដីសម្រាប់ធ្វើកសិកម្មនិងប្រកបរបរចិញ្ចឹមជីវិតអ្នកស្រីបានបញ្ជាក់ថាអ្វីដែលប្រជាពលរដ្ឋចង់បានបំផុតនៅពេលនេះគឺដំណោះស្រាយដីធ្លីស្របច្បាប់ដែលអាចអនុញ្ញាតឲ្យពួកគាត់វិលត្រឡប់ទៅធ្វើស្រែចម្ការនិងរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារឡើងវិញក្រុមប្រជាពលរដ្ឋរងគ្រោះសង្ឃឹមថាអាជ្ញាធរដែនដីក្រសួងពាក់ព័ន្ធនិងអង្គការសង្គមស៊ីវិលនឹងបន្តធ្វើការរួមគ្នាដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពបញ្ចប់វិវាទដីធ្លីនិងផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗខាងមុខដោយនាងខ្ញុំផលម៉ាលី